តាមពិតទៅទម្រាំតបានដល់សពថ្ងៃហ្នឹងដែលគាត់មានភាពល្បីល្បាញហ្នឹងណាគឺថាជើអ៊ីគាត់ឆ្លងកាត់រឿងច្រើនខ្លាំងមែនតើជើអ៊ីគាត់គឺជាមនុស្សអ្នកដែលគាត់មានសមត្ថភាពប៉ុន្តែគាត់អត់មានឱកាសក្នុងការបញ្ចេញដូចតែអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងកាលពីមុនមកជើអ៊ីគាត់ធ្វើការគ្រប់សពទាំងផាតថែមទាំងអីហើយពេលខ្លះអ្នកគ្នាគឺគាត់ដើរទៅធ្វើការហើយត្រូវដើរពេលយប់ចេញទៅធ្វើការមកផ្ទះវិញទៀតនៅពេលដែលជើអ៊ីគាត់បានចូលធ្វើ training ហ្នឹងគឺគាត់មានសមត្ថភាពហើយប៉ុន្តែគាត់អត់មានឱកាសក្នុងការ debut ធ្វើជា boy group ឮថាពេលហ្នឹងជើអ៊ីក៏ត្រូវបានគេ bully ដែរក្មេងប្រុសម្នាក់ដែលតែងតែតស៊ូនៅក្នុងជីវិតធ្វើការទាំងយប់ទាំងថ្ងៃគឺអត់សូវមានពេលសម្រាកទេបើសិនជាមានពេលសម្រាកក៏គាត់ត្រូវមានពេលនៅក្នុងការវឹកហាត់រាំឬក៏ច្រៀងដែរព្រោះនៅពេលហ្នឹងគឺគាត់គឺជា trainee បើយើងមកងាកមើលស្ថានភាពឥឡូវហ្នឹងរបស់ជើអ៊ីវិញគឺថាវាប្រែប្រួលផ្លាស់ប្ដូរសឹងតែ360ដឺក្រេតែម្ដងឥឡូវហ្នឹងគាត់មានទាំងសមត្ថភាពគាត់មានទាំងឱកាសគ្រាន់តែគាត់ចូលទៅក្នុងវិស័យមួយតែប៉ុណ្ណោះគឺវិស័យ BL គាត់អាចក្លាយជាតារាមួយដ៏ល្បីបន្ទាប់ពីខ្ញុំបានមើលវីដេអូមួយនេះហើយខ្ញុំមានអារម្មណ៍ថាគឺមានមោទនភាពទៅលើជើអ៊ីហ្មងធ្លាប់តែជាមនុស្សម្នាក់ដែលតែងតែមានការងារផាតថែមគឺជារៀងរាល់ថ្ងៃជិះកង់ទៅធ្វើការយប់ឡើងក៏ត្រូវជិះកង់មកវិញពេលខ្លះក៏ត្រូវដើរទៅធ្វើការហើយយប់ឡើងក៏ដើរមកផ្ទះវិញប៉ុន្តែឥឡូវនេះគឺជើអ៊ីគាត់មានការងារសម្រាប់ខ្លួនឯងដែលជាសមត្ថភាពរបស់គាត់ហ្មងណាហើយក៏មានអ្នកគ្រប់គ្រងយ៉ាងច្រើនសន្ធឹកសន្ធាប់តែម្ដងដែលតែងតែចាំគ្រប់គ្រងជានិច្ចហើយឥឡូវនេះគេលែងជិះកង់ឬក៏ដើរទៅធ្វើការទៀតហើយគឺលើកហ្នឹងគឺគេជិះបែបយន្តហោះ private តែម្ដងសុំបែប private jet ម្ដងអ្នកទាំងអស់គ្នាគឺធ្លាប់តែជិះកង់អញ្ចឹងណាឥឡូវនេះគេសុំបែបឡើងទៅលើយន្តហោះមួយបែប private ណាតាមពិតទៅជីវិតមនុស្សមើលអត់ដឹងដូចជើអ៊ីអញ្ចឹងធ្លាប់តែជិះកង់ទៅធ្វើការដើរទៅធ្វើការប៉ុន្តែឥឡូវដល់មាន private jet ដូចភ្ញាក់ផ្អើលណោះ